ស្នងការថានគរបាលរាជធានីភ្នំពេញបានប្រកាសពីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែលនឹងនគរបាលឬយោធាព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការថានគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2026តាមការបញ្ជាក់របស់ក្រុមការងារដដែលជនសង្ស័យរូបនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំនៃអធិការដ្ឋាននគរបាលខណ្ឌកំពូលឃាត់ខ្លួនកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2026វេលាម៉ោងប្រហែល 10:30 នាទីព្រឹកការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសណ្ឋានដោយបានរៀបរាប់ខាងលើនៅចំណុចបូរីលីរ៉ានីភូមិព្រៃតកែសង្កាត់បឹងធំខណ្ឌកំពូលរាជធានីភ្នំពេញកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026ជនសង្ស័យមានឈ្មោះង៉ែតច័ន្ទញាភេទស្រីអាយុ21ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅនៅចំណុចកាត់ហេតុខាងលើវត្ថុតាងដែលត្រូវបានចាប់យករួមមានឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោមួយឈុតនិងឯកសណ្ឋាននគរបាលប្រយុទ្ធសួនមួយឈុត